តមករៀនភាសាអង់គ្លេសជាមួយខ្ញុំក្នុងថ្ងៃនេះនៅក្នុងវីដេអូនេះគឺយើងពិភាក្សាគ្នាបន្តអំពីថាតើអ្វីអាចដើរតួជាប្រធាននៅក្នុងប្រយោគរបស់យើងបានបាទអញ្ចឹងរបស់ទី3នោះគឺ infinitive ហ្នឹងគឺរូបមន្តរបស់វាហ្នឹងគឺយើងមាន to បូកជាមួយនឹងកិរិយាសព្ទប៉ុន្តែកិរិយាសព្ទហ្នឹងត្រូវតែជា base form បានន័យថាទម្រង់ដើមឧទាហរណ៍យើងកន្លងមកគឺយើងមានពាក្យថា run មែនទេបាទ run ហ្នឹងគឺបើសិនយើងដូរវាទៅជា running វាមិនមែនជាកិរិយាសព្ទដើមទេប្រសិនបើយើងដាក់ run ហើយមាន s runs ក៏មិនមែនជាកិរិយាសព្ទទម្រង់ដើមដែរបាទអញ្ចឹងបើសិនយើងដូរ run ហ្នឹងទៅជា ran ដែលជា past simple ក៏វាមិនមែនជា base form ដែរមិនមែនជាទម្រង់ដើមដែរបាទទម្រង់ដើមរបស់វាហ្នឹងគឺ run គឺមានតែ r u and n ទេមានតែប៉ុណ្្នឹងទេបាទគឺ run to run បាទ to run អញ្ចឹងណាអូខេ good អញ្ចឹងមើលទៅលើឧទាហរណ៍ទី1 to believe is a choice បាទឃើញទេ believe នេះគឺជាកិរិយាសព្ទទម្រង់ដើមបាទអញ្ចឹងយើងមាន to បូកជាមួយនឹងកិរិយាសព្ទទម្រង់ដើមដែលយើងមិនទាន់ថែម s ដែលយើងមិនទាន់ថែម ed ឬក៏មិនទាន់ថែម ing ហ្នឹងគឺវាជាទម្រង់ដើមហើយបាទអញ្ចឹងណាអូខេបាទអញ្ចឹងវាជា to believe ហ្នឹងគឺជាប្រធាននៅក្នុងប្រយោគរបស់យើងតែម្ដងបាទចំណែកខាងក្រោមនេះឧទាហរណ៍ទី2នេះវាមិនមែនជា infinitive ទេវាជា infinitive phrase ទៅទៀតដោយសារតែយើងមានពាក្យច្រើនជាងពីរម៉ាត់ហ្នឹងមែនទេច្រើនជាង to បូកជាមួយនឹង finish ហ្នឹងយើងមានថា the project on time បាទអញ្ចឹងទាំងអស់ហ្នឹងតែម្ដងគឺជា subject វាជាប្រធាននៅក្នុងប្រយោគរបស់យើងបាទអញ្ចឹង to finish the project on time is នេះគឺជា main verb របស់យើងបាទគឺជាកិរិយាសព្ទចម្បងនៅក្នុងប្រយោគរបស់យើងតែម្ដងណាអញ្ចឹងគឺ to finish the project on time is our goal okay good បាទអញ្ចឹងរបស់ទី4ចុងក្រោយគេដែលអាចដើរតួជាប្រធាននៅក្នុងប្រយោគរបស់យើងបានគឺ gerund គឺយើងអាចចាំបានហើយថា gerund ហ្នឹងគឺយើងយកកិរិយាសព្ទបូកជាមួយនឹង ing ប៉ុន្តែត្រូវតែដើរតួជានាមបាទអញ្ចឹងវាដូចជាការនិយាយគ្នាត្រឡប់ទៅវិញទៅមកថានាមអាចដើរតួជាប្រធានបានអញ្ចឹងអ្នកដែលជាប្រធានហ្នឹងក៏ប្រហែលជានាមដែរយើងអាចទាញត្រឡប់មកអញ្ចឹងបានណាអូខេបាទអញ្ចឹង swimming is good exercise អូខេយើងឃើញទេ swim ហ្នឹងយើងថែម ing ទៅហើយវាដើរតួជាប្រធាននៅក្នុងប្រយោគរបស់យើងអញ្ចឹងយើងអាចទាញសេចក្តីសន្និដ្ឋានបានថាវាគឺជានាមហើយកំពុងតែដើរតួជានាមហើយមានប្រភេទជានាមហើយដែលកំពុងដើរតួជាប្រធាននៅក្នុងកិរិយាសព្ទនៅក្នុងប្រយោគរបស់យើងហ្នឹងអញ្ចឹងណាបាទអញ្ចឹងនេះគឺគ្រាន់តែជា gerund ទេប៉ុន្តែឧទាហរណ៍ខាងក្រោមគឺយើងឃើញថា swimming in the sea យើងថែម in the sea ទៀតអញ្ចឹងបានន័យថាវាទៅជា gerund phrase មែនទេបាទអញ្ចឹងណាអញ្ចឹង swimming in the sea ទាំងអស់តែម្ដងគឺជា subject នៅក្នុងប្រយោគរបស់យើងបាទអញ្ចឹងណាអញ្ចឹង swimming in the sea is challenging បាទពាក្យ challenging បាទន័យថាវាលំបាកឬក៏ផ្ដល់ភាពលំបាកមកដល់យើងណាបាទអូខេអញ្ចឹងគឺ is នៅពេលនេះគឺជា main verb គឺជាកិរិយាសព្ទចម្បងនៅក្នុងប្រយោគរបស់យើងបាទអូខេបាទអញ្ចឹង complete ជួយ like និង share ផងបាទអរគុណ